Né nâng prai chia miền phiếp khla hàn nơi bề né ban tua ca sro lạnh nâng dọc chật tộc đạ kháng pi manu nam nèសេចក្តីស្រឡាញ់មានឥទ្ធិពលខ្លាំងណាស់វាអាចកែប្រែបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ដែលខ្មាស់អៀនច្រើនទៅជាមានភាពក្លាហានជាងមុននឹកស្មានមិនដល់កាលណាមនុស្សម្នាក់មានទំនុកចិត្តលើមនុស្សម្នាក់ទៀតនាំឲ្យគេហ៊ានធ្វើអ្វីគ្រប់យ៉ាងចំពោះបុគ្គលនោះម្យ៉ាងទៀតនៅពេលដែលអ្នកមានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់ខ្លាំងគេស្រឡាញ់ខ្លាំងគេស្មោះត្រង់ខ្លាំងអ្នកក៏កើតចិត្តមួយគឺភាពក្លាហានគ្រប់ភារកិច្ចចំពោះមុខសូម្បីរឿងពីមុនអ្នកខ្លាចរអាមិនហ៊ានធ្វើក៏ដោយប៉ុន្តែនៅពេលសេចក្តីស្រឡាញ់ចូលក្នុងខ្លួនរបស់អ្នកហើយអ្នកប្រែទៅជាមនុស្សផ្សេងម្នាក់ទៀតគួរឲ្យភ្ញាក់ផ្អើលហេតុនេះយើងមិនគួររិះគន់ឬសើចចំអកទៅលើបុគ្គលណាម្នាក់ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីបុគ្គលម្នាក់ទៀតដែលយើងមើលទៅឆ្កងភ្នែកយើងនោះទេព្រោះក្នុងភ្នែកនិងបេះដូងរបស់គេគឺត្រឹមត្រូវជានិច្ចសម្រាប់មនុស្សដែលគេស្រឡាញ់ការស្រឡាញ់គឺជាការលះបង់ការលះបង់គឺធ្វើឡើងដោយគ្មានការបង្ខំបើធ្វើឡើងហើយមានអារម្មណ៍ថាពុំស្ងប់ចិត្តក៏មិនមែនជាសេចក្តីស្រឡាញ់ពិតដែរព្រោះសេចក្តីស្រឡាញ់គ្មានទេពាក្យថាស្ដាយក្រោយសរុបមកទស្សនវិទូមានគំនិតអប់រំដូចជាគូស្នេហ៍សូមផ្ដល់សេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឲ្យបានស្មើក្បាលស្មើកន្ទុយតាំងពីស្នេហ៍គ្រាដំបូងរហូតដល់ចុងក្រោយរៀងខ្លួននៅពេលអ្នកផ្ដល់សេចក្តីស្រឡាញ់ពិតគ្មានការលាក់លៀមពេលនោះសេចក្តីក្លាហាននៃដៃគូរបស់អ្នកមានចំពោះអ្នកនិងចំពោះអ្នកជុំវិញគ្រប់គ្នាគួរឲ្យស្ញើសរសើរជាពុំខានមេដាបៃតាក្នុងនាមជាមេដាបៃតាត្រូវស្រឡាញ់កូនប្រកបដោយព្រហ្មវិហារធម៌ស្មើគ្នាពេលនោះប្រៀបដូចជាអ្នកផ្ដល់ភាពក្លាហានដល់គេផងដែរគឺពួកគេហ៊ានលះបង់ដើម្បីគ្រួសារដើម្បីអ្នកមានគុណនិងពេលខ្លះកូនរបស់អ្នកក៏ក្លាហានក្នុងការជួយអ្នកជិតខាងទៀតផងមិត្តភ័ក្តិក៏ជាផ្នែកមួយនៃជីវិតយើងដែរមនុស្សដែលនៅជុំវិញយើងគឺមានឥទ្ធិពលខ្លាំងណាស់ពិសេសមិត្តភ័ក្តិដែលជំរុញនិងលើកទឹកចិត្តយើងនិងធ្វើឲ្យយើងមានភាពក្លាហានផងដែរសេចក្តីស្រឡាញ់ដែលចេញពីមិត្តភ័ក្តិបានធ្វើឲ្យយើងហ៊ានលះបង់ចំពោះគ្នាដោយនឹកស្មានមិនដល់ដូច្នេះប្រសិនបើអ្នកមានភាពក្លាហានពីកំណើតក៏ដោយក៏ភាពក្លាហាននោះមិនស្មើនឹងសេចក្តីស្រឡាញ់ដែលមនុស្សពិសេសរបស់អ្នកផ្ដល់ឲ្យអ្នកឡើយហេតុនេះចូលបង្កើតសេចក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនពិសេសមនុស្សដែលអ្នកស្រឡាញ់ប្រកបដោយភាពស្មោះត្រង់ដូចជាប្តីប្រពន្ធកូននិងមិត្តភ័ក្តិជាដើមដើម្បីជំរុញឲ្យពួកគេមានភាពក្លាហានចូលរំលឹកប្រាប់ខ្លួនឯងជាប្រចាំថាគ្មានផ្លូវដើរទៅរកសុភមង្គលទេព្រោះសុភមង្គលគឺជាផ្លូវដែលយើងកំពុងដើរនឹងហើយមនុស្សម្នាក់តែងស្រមើស្រមៃចង់បានសុភមង្គលមួយដែលខ្លួនចង់បានដូចគ្នាអ្នកខ្លះគិតថាខ្លួនឯងសប្បាយរីករាយបានទាល់តែមានទ្រព្យសម្បត្តិច្រើនមានមនុស្សល្អជុំវិញខ្លួនមានឋានៈបុណ្យស័ក្តិទួនាទីខ្ពង់ខ្ពស់ប្រាក់ខែចាយវាយមិនខ្វះទើបគេហៅថាសុភមង្គលចំណែកមនុស្សខ្លះទៀតគាត់គិតថាត្រឹមមានបាយហូបកន្លែងស្នាក់នៅសមល្មមក៏ជាសុភមង្គលរបស់គាត់ណាស់ទៅហើយប៉ុន្តែនៅពេលដែលគេមានបានរបស់ទាំងនោះដូចគ្នាហើយស្រាប់តែចិត្តទៅជាប្រែប្រួលចង់បានហើយចង់បានទៀតពុំស្គប់ស្កល់ទៅវិញប្រសិនបើអ្នករត់តាមចិត្តគិតចង់បានមិនចេះអស់មិនចេះហើយបែបនេះគឺនឹងគ្មានសុភមង្គលក្នុងខ្លួននោះទេព្រោះអ្នកកំពុងរត់ដេញចាប់សុភមង្គលទាំងដែលសុភមង្គលកំពុងនៅនឹងភ្នែករបស់អ្នកប៉ុន្តែអ្នកបែរជាមើលមិនឃើញវាទៅវិញ
ទស្សនវិទូបានអប់រំមនុស្សទាំងអស់ថាសុភមង្គលគឺជាអ្វីដែលនៅចំពោះមុខយើងរាល់ថ្ងៃនេះឯងពេលខ្លះអ្នកភ្លេចគិតថាសកម្មភាពដែលអ្នកធ្វើតិចក្តីច្រើនក្តីគឺសុទ្ធតែអាចឲ្យអ្នករីករាយបានគ្រប់ពេលប៉ុន្តែអ្នកខ្លួនឯងបែរជាសម្លឹងរំពឹងទៅមើលខាងមុខដ៏សែនឆ្ងាយជាហេតុនាំឲ្យគ្មានភាពរីករាយក្នុងចិត្តទាល់តែសោះដរាបណាអ្នកនៅតែរត់តាមអនាគតដែលមិនទាន់មកដល់ហើយមិនខ្វល់ពីបច្ចុប្បន្នដែលកំពុងនៅចំពោះមុខដរាបនោះអ្នកនឹងគ្មានសេចក្តីសុខសប្បាយក្នុងចិត្តថ្លើមសោះឡើយហេតុនេះចូលរីករាយជាមួយបច្ចុប្បន្នភាពរបស់អ្នកទាំងការងារការសិក្សាស្នេហាទំនាក់ទំនងអ្នកភូមិផងមិត្តភក្តិក្តីនិងសូម្បីតែសត្វចិញ្ចឹមដែលអ្នកកំពុងលេងជាមួយវាក៏ជាផ្នែកមួយនៃសុភមង្គលក្នុងជីវិតរបស់អ្នកផងដែរចាប់ពីពេលនេះទៅសូមអ្នកតាំងចិត្តតាំងអារម្មណ៍ថាមិនចាំបាច់រត់រកសុភមង្គលរហូតងើបមុខមិនរួចនោះទេព្រោះសុភមង្គលនៅជុំវិញអ្នកគ្រប់បែបយ៉ាងស្រាប់ទៅហើយអ្នកគ្រាន់តែធ្វើចិត្តឲ្យរីករាយសប្បាយជាមួយអ្វីដែលយើងកំពុងមានទៅវាជាការប្រពៃណាស់ទៅហើយប្រសិនបើអ្នកនៅតែមានចិត្តចង់បានរបស់នេះរបស់នោះមិនចេះស្កប់ស្កល់មិនជ្រះស្រឡះដេកមិនលក់បកមិនលហើយបន្ទាប់មកអ្នកអាចនឹងស្លាប់មុនពេលស្វែងរកសុភមង្គលផងកថាបានមនុស្សដែលចេះស្កប់ស្កល់គឺជាអ្នកមានដ៏ពិតប្រាកដមនុស្សម្នាក់សូត្រតែចង់មានចង់បានដូចគ្នាអ្នកខ្លះមាននេះហើយចង់មាននោះទៀតមិនចេះអស់មិនចេះហើយពេលខ្លះយើងមើលឃើញថាបុគ្គលម្នាក់នោះមានគ្រប់យ៉ាងរហូតយើងចង់ក្លាយជាម្នាក់នោះថែមទៀតផងប៉ុន្តែបើយើងសួរគាត់ថាតើគាត់ស្កប់ស្កល់ហើយឬនៅចម្លើយច្បាស់ជាមិនទាន់គ្រប់គ្រាន់នោះទេព្រោះថាសារជាតិជាមនុស្សនៅតែចង់មានចង់បានពុំគ្រប់គ្រាន់ពុំអស់ចិត្តឡើយយ៉ាងណាមិញទស្សនវិទូចិនឡើយស៊ឺបានទូមានថាមនុស្សដែលចេះស្កប់ស្កល់គឺជាអ្នកមានដ៏ពិតប្រាកដមូលហេតុព្រោះថាបើអ្នកនៅតែចង់បានបន្តទៀតគឺមកពីអ្នកគិតថាខ្លួនឯងនៅខ្វះខាតប៉ុន្តែបើអ្នកមានបានសមល្មមហើយអ្នកកម្រិតខ្លួនឯងថាគ្រប់គ្រាន់ហើយនោះហៅថាអ្នកជាមនុស្សដែលស្កប់ស្កល់ពិតមែនហើយម្យ៉ាងទៀតមនុស្សដែលចេះស្កប់ស្កល់នេះគឺជាមនុស្សដែលចេះស្វែងរកសេចក្តីសុខឲ្យខ្លួនឯងបានតាមរយៈសុខសាន្តផ្នែកអារម្មណ៍ពុំមានលោភៈនៅក្នុងខ្លួនច្រើនជាហេតុនាំទៅរកការកាត់បន្ថយចំណងបានផ្ទុយទៅវិញប្រសិនបើអ្នកជាមនុស្សពុំចេះស្កប់ស្កល់ក្នុងចិត្តនៅតែចង់មានចង់បានដេកមិនលក់បកមិនហើយទោះបីជាមើលពីក្រៅទៅមានលុយឡានផ្ទះធំទ្រនំខ្ពស់ស្កឹមស្កៃប៉ុណ្ណាក៏ដោយក៏អ្នកមានឈ្មោះថាជាអ្នកក្រដដែលគឺក្រត្រង់ថាចិត្តនៅតែចង់លោភលន់ពុំគ្រប់គ្រាន់មនុស្សដែលនៅមានចិត្តពុំស្កប់ស្កល់បែបនេះយប់ឡើងគាត់នឹងដេកគិតថាធ្វើវិធីណាទើបមានបានកាន់តែច្រើនពេលនោះសុខភាពថមថយជំងឺផ្សេងនឹងប្រជ្រៀតចូលក្នុងខ្លួនជាពុំខានទីបំផុតមានជំងឺព្យាបាលអស់លុយកាក់កាន់តែច្រើនរហូតប៉ះពាល់ដល់អាយុជីវិតស្លាប់ចោលទ្រព្យសម្បត្តិទាំងនោះផងកថាបានដូច្នេះយើងអាចសន្មតបានថាទស្សនវិទូឡើយស៊ឺមានបំណងអប់រំមនុស្សគ្រប់រូបឲ្យចេះកាត់បន្ថយភាពលោភលន់របស់ខ្លួនបើមានគ្រប់គ្រាន់ហើយសូមចេះកំណត់ពាក្យថាស្កប់ស្កល់ឲ្យខ្លួនឯងផងម្យ៉ាងទៀតលោកក៏បានកោតសរសើរអ្នកដែលស្គាល់ពីភាពគ្រប់គ្រាន់របស់ខ្លួនឯងព្រោះគាត់ស្គាល់ច្បាស់ពីអ្វីដែលចង់បានអ្វីដែលគាត់គិតថាគ្រប់គ្រាន់ហើយពេលនោះសុខភាពផ្លូវកាយផ្លូវចិត្តដ៏ល្អស្រស់ថ្លាទៅតាមនោះដែរ
ការពោលអួតអំពីទ្រព្យសម្បត្តិនិងគុណធម៌ដែលអ្នកកំពុងធ្វើវានឹងនាំអ្នកឲ្យអស់តម្លៃមនុស្សគ្រប់រូបពុំសប្បាយចិត្តជាមួយការអួតរបស់អ្នកដទៃឡើយព្រោះថាអ្វីដែលអ្នកដទៃកំពុងអួតគឺជាអ្វីដែលគេគ្មានហេតុនេះកម្រនឹងគេពេញចិត្តអ្វីដែលយើងមានហើយគេគ្មាននោះទេក្នុងនេះដែរការអួតពីទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ដែលយើងមាននិងអំពើល្អដែលយើងបានធ្វើក៏ពុំជាទីពេញចិត្តពីអ្នកដទៃផងដែរព្រោះគេនឹងមើលឃើញថាអ្នកគឺជាមនុស្សមានអំនួតជួនកាលគេជ្រិញនឹងអ្វីដែលយើងកំពុងនិយាយវានាំដល់ការអស់តម្លៃជាពំខានហេតុអ្វីបានជាការអួតទ្រព្យសម្បត្តិនិងគុណធម៌ធ្វើឲ្យយើងអស់តម្លៃការអួតអំពីទ្រព្យសម្បត្តិដែលយើងកំពុងមាននឹងធ្វើឲ្យយើងអស់តម្លៃទ្រព្យសម្បត្តិលុយកាក់គឺជារបស់ដែលមនុស្សប្រាថ្នាចង់បានប៉ុន្តែក្នុងករណីដែលយើងមានបានច្រើនក៏ដោយតិចក៏ដោយមិនគួរលើកមកអួតសរសើរបង្ហាញគេថាអ្នកមានគ្រប់យ៉ាងនោះទេព្រោះថាយើងមានបានច្រើនយ៉ាងណាក៏ដោយក៏យើងមិនចែកឲ្យគេផងដែរតើគេពេញចិត្តអ្នកដោយរបៀបណាទៅច្បាស់ណាស់គឺគេមិនចង់ឮសោះឡើយហេតុនេះចូលបញ្ឈប់ការអួតអំពីទ្រព្យសម្បត្តិមាសប្រាក់ដីធ្លីផ្ទះឡានរបស់អ្នកនៅពីមុខគេឯងទៀតទៅម្យ៉ាងទៀតការអួតកាន់តែខ្លាំងធ្វើឲ្យអ្នកកាន់តែអស់តម្លៃកាន់តែគេវាយតម្លៃថាអ្នកជាមនុស្សមិនចេះលាក់លៀមអ្វីក៏អួតអ្វីក៏អួតគ្មានក្នុងគ្មានក្រៅជាដើមហើយប្រសិនជាថ្ងៃណាមួយអ្នកបាត់បង់ទ្រព្យទាំងនោះគេរឹតតែពេបជ្រាយអ្នកកាន់តែខ្លាំងការអួតអំពីគុណធម៌ដែលយើងកំពុងធ្វើនាំឲ្យយើងអស់តម្លៃហេតុអ្វីគ្រាន់តែអួតពីអំពើល្អដែលខ្លួនបានធ្វើសោះបែរជានាំឲ្យយើងក្លាយជាមនុស្សគ្មានតម្លៃជាការពិតណាស់អ្វីដែលយើងបានធ្វើដែលជាគុណសម្បត្តិយើងពុំគួរលើកមកអួតមកប្រាប់គេមកផ្គាប់គេថាយើងជាមនុស្សអស្ចារ្យនោះទេការដែលលើកមកអួតគេដដែលនឹងធ្វើឲ្យគេវាយតម្លៃថាអ្នកជាមនុស្សអួតគេដើម្បីចង់បានតែប្រយោជន៍ណាមួយពុំខានម្យ៉ាងទៀតការដែលលើកពីគុណសម្បត្តិគុណធម៌របស់ខ្លួនពេកនឹងធ្វើឲ្យគេគិតថាអ្នកជាមនុស្សហត់ទឹកសម្លឹងការធ្វើល្អដើម្បីបានផលតបស្នងហើយគុណបុណ្យរបស់អ្នកគឺជាអន្ទាក់នៃប្រយោជន៍បុគ្គលតែប៉ុណ្ណោះតម្លៃរបស់យើងច្បាស់ជាបន្ថយព្រោះថាមនុស្សដែលអួតបែបនេះបើជួយយើងមួយអាចពន្លើសថាជួយ10ក៏ថាបានហេតុនេះថ្ងៃក្រោយក៏គេខ្ជិលពឹងឲ្យយើងជួយដែរដូច្នេះគំនិតរបស់អ្នកប្រាជ្ញគឺលោកទូមានយើងឲ្យចេះបិទមាត់បិទកខ្លះទោះបីជាមានទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ច្រើនប៉ុណ្ណាក៏អ្នកពុំគួរអួតអាងពេកដែរព្រោះគេអាចវាយតម្លៃថាយើងជាមនុស្សបែបនេះឬបែបនោះក៏ថាបានចំណែកឯគុណធម៌ដែលជាអំពើល្អស្មោះត្រង់ដែលអ្នកបានធ្វើកន្លងមកឬកំពុងតែធ្វើក្តីក៏អ្នកមិនគួរអួតគេថាបានធ្វើនេះធ្វើនោះពេកដែរព្រោះថាគេមិនគិតថាយើងជាមនុស្សល្អឡើយគេគិតថាយើងជាមនុស្សមានអំនួតចង់បានប្រយោជន៍ពីអ្វីដែលកំពុងធ្វើផងក៏ថាបានអំណោយដ៏អស្ចារ្យបំផុតដែលអ្នកត្រូវផ្ដល់ឲ្យខ្លួនឯងគឺការផ្លាស់ប្ដូរខ្លួនឯងអ្វីទាំងអស់នៅលើភពផែនដីគឺតែងតែមានការផ្លាស់ប្ដូរមិនថាសត្វរុក្ខជាតិឬមនុស្សនោះទេគ្រប់មនុស្សទាំងអស់ត្រូវតែមានការផ្លាស់ប្ដូរព្រោះការផ្លាស់ប្ដូរគឺជាច្បាប់របស់ធម្មជាតិហើយបើពួកគេមិនផ្លាស់ប្ដូរមានន័យថាពួកគេមិនចង់រីកចម្រើននិងចង់រស់នៅដូចកង្កែបក្នុងអណ្ដូងពោលគឺមិនអាចមើលឃើញនៅពិភពលោកខាងក្រៅបានឡើយហើយមើលឃើញតែអ្វីដែលពួកគេ
ធ្លាប់ឃើញប៉ុណ្ណោះការផ្លាស់ប្ដូរមានន័យថាគឺជាការបដូរនៅអ្វីដែលមិនល្អទៅរកអ្វីដែលល្អឬផ្លាស់ប្ដូរពីអ្វីដែលមិនប្រសើរទៅរកអ្វីដែលប្រសើរជាងមុនជាក់ស្ដែងសត្វដង្កូវមិនប្រែទៅជាមេអំបៅដោយសារសំណាងនោះទេគឺវាត្រូវដើរតាមវដ្តជីវិតរបស់វាការផ្លាស់ប្ដូរខ្លួនឯងក៏មិនខុសគ្នាដែរយើងត្រូវការពេលវេលានិងឆ្លងកាត់ដំណាក់កាលជាច្រើនសូម្បីតែឥឡូវនេះអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចក្នុងការផ្លាស់ប្ដូរខ្លួនឯងទៅជាអ្វីមួយឬរៀនជំនាញដែលហាក់ដូចជាមិនអាចទៅរួចទោះជាយ៉ាងណាការផ្លាស់ប្ដូរគឺជាការចាំបាច់សម្រាប់ការកែលម្អខ្លួនឯងនិងដើម្បីទទួលបានភាពជោគជ័យបន្តប្រៀបដូចជាដង្កូវដែលត្រូវប្រយុទ្ធប្រឆាំងនឹងដំណាក់កាលផ្សេងៗនៃដំណើរការលូតលាស់របស់វាមុនពេលវាក្លាយជាមេអំបៅមនុស្សមួយចំនួនតែងមើលឃើញអ្នកនៅជុំវិញខ្លួនខ្វះខាតបែបនេះបែបនោះហើយចូលចិត្តរិះគន់និងផ្ដល់ជាគំនិតកែលម្អគេជាដើមប៉ុន្តែបែរជាភ្លេចគិតពីខ្លួនឯងទៅវិញថាតើខ្លួនឯងដើរដល់ចំណុចណាហើយតើអ្នកបានមើលឃើញថាខ្លួនឯងមានការផ្លាស់ប្ដូរដែរឬទេបើប្រៀបធៀបបច្ចុប្បន្ននិង10ឆ្នាំមុនពិតណាស់អ្នកប្រហែលជាភ្លេចផ្លាស់ប្ដូរខ្លួនឯងក៏ថាបានការផ្លាស់ប្ដូរខ្លួនឯងជាការលំបាកណាស់មនុស្សមួយចំនួនតាំងចិត្តផ្លាស់ប្ដូរបានតែដំបូងប៉ុណ្ណោះហើយមួយរយៈក្រោយក៏ចាប់ផ្ដើមបោះបង់ចោលក៏មានប្រសិនបើអ្នកដើរដល់ចំណុចមួយចង់ផ្លាស់ប្ដូរខ្លួនឯងគឺអ្នកកំពុងគិតត្រូវហើយព្រោះអ្នកចង់ផ្ដល់អំណោយដ៏អស្ចារ្យសម្រាប់ខ្លួនឯងដើម្បីផ្លាស់ប្ដូរខ្លួនឯងបានជោគជ័យមនុស្សត្រូវចាប់ផ្ដើមផ្លាស់ប្ដូររឿងរ៉ាវតូចៗដូចតទៅផ្ដោតទៅលើរឿងល្អៗទោះបីវាជារឿងតូចតាចវាមិនដែលមានថ្ងៃល្អរហូតនោះទេតែវាប្រកាសជាមានរឿងល្អៗតូចតាចមួយចំនួននៅក្នុងថ្ងៃអាក្រក់នោះចូលកត់សម្គាល់រឿងល្អតូចតាចទាំងនោះហើយយកវាមកគិតតាមបែបល្អៗហើយផ្លាស់ប្ដូរថ្ងៃអាក្រក់ទាំងនោះទៅជាថ្ងៃល្អតាមរយៈការគិតរបស់អ្នកវិញប្រែក្លាយកំហុសទៅជាមេរៀនគ្មានអ្នកណាដែលល្អទាំងអស់នោះទេអ្នកណាក៏បង្កើតកំហុសដែរជំនួសឲ្យការគិតពីកំហុសមកជាការគិតពីអ្វីដែលអ្នកត្រូវធ្វើនៅពេលក្រោយក៏ដូចជារៀនទទួលស្គាល់កំហុសហើយប្រែក្លាយកំហុសទាំងនោះទៅជាមេរៀនវិញជាក់ស្ដែងប្រសិនបើអ្នកជាមនុស្សញៀននឹងលបែងប៉ុន្តែអ្នកនៅមានសតិភ្ញាក់រលឹកចង់ផ្លាស់ប្ដូរទម្លាប់លេងល្បែងនោះចោលចូលអ្នកគិតពីគុណវិបត្តិនៃល្បែងកន្លងមកថាប្រសិនបើអ្នកយកលុយនោះទៅសន្សំតើអ្នកសល់លុយប៉ុន្មានដែរចុះបើអ្នកឈប់ចាប់ពីថ្ងៃនេះតើ1ឆ្នាំឬ2ឆ្នាំក្រោយអ្នកសល់លុយប៉ុន្មានទៅបដូរការនិយាយជាមួយខ្លួនឯងពីអវិជ្ជមានទៅជាវិជ្ជមានការនិយាយជាមួយខ្លួនឯងនៅក្នុងចិត្តភាគច្រើនតែងតែនាំយកមកនៅការគិតបែបអវិជ្ជមានអ្នកអាចនឹងគិតថាអ្នកអាក្រក់អ្នកអន់ជាដើមបញ្ឈប់ការគិតបែបនេះនៅពេលណាដែលអ្នកកំពុងតែដឹងថាអ្នកកំពុងតែគិតបែបអវិជ្ជមានហើយជំនួសមកវិញនៅការគិតបែបល្អៗអ្នកអាចផ្លាស់ប្ដូរគំនិតបែបនេះបានដោយអនុវត្តការគិតល្អៗត្រឹមមួយរយៈនោះការផ្លាស់ប្ដូរថ្មីនឹងកើតឡើងពុំខានបំភ្លេចអតីតកាលហើយផ្ដោតទៅលើបច្ចុប្បន្នការផ្ដោតទៅលើបច្ចុប្បន្នមិនមែនផ្ដោតទៅលើម៉ោងនេះថ្ងៃនេះនោះទេតែផ្ដោតទៅលើអ្វីដែលកើតឡើងពេលនេះបំភ្លេចចោលនៅអតីតកាលដែលជាស្រមោលអាក្រក់តាមលងបន្លាចអ្នកហើយរស់នៅជាមួយជីវិតដ៏ស្រស់បំព្រងរបស់អ្នកនៅពេលនេះវិញបើអ្នកនៅតែគិតនៅតែចង់បានអតីតកាលដែលផ្លាស់ប្ដូរមិនបានអ្នកដែលចាញ់គឺជាអ្នកព្រោះអ្នកជាមនុស្សរឹងរូស
មិនព្រមផ្ដល់រង្វាន់ឲ្យចិត្តនិងខួរក្បាលកើតរឿងល្អតតែសោះអ្នកមានឱកាសបង្កើតរឿងថ្មីដែលល្អជាងរឿងអតីតកាលផងកថាបានចូលសាកល្បងផ្លាស់ប្ដូរពេលបច្ចុប្បន្ននេះដើម្បីបង្កើតអនាគតយ៉ាងល្អនាពេលខាងមុខបង្កើតមិត្តជាមួយអ្នកដែលមានគំនិតវិជ្ជមានមនុស្សយើងម្នាក់សុទ្ធតែមានមិត្តដែលគិតវិជ្ជមានជាមនុស្សល្អបំផុតដែលយើងគួររាប់រកប្រសិនបើពេលនេះអ្នកកំពុងស្ថិតនៅក្នុងរង្វង់មិត្តដែលគិតអវិជ្ជមានចូលអ្នករកវិធីផ្លាស់ប្ដូរចេញភ្លាមព្រោះថាមិត្តតែងមានឥទ្ធិពលលើយើងច្រើនណាស់បើមើលឃើញថាមិត្តអ្នកជាមនុស្សអវិជ្ជមានហើយចូលអ្នកចាក់ចេញទៅកុំនៅនាំតែជីវិតបរាជ័យជាងនេះក៏ថាបានផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃលើការអានសៀវភៅគឺជាមិត្តដែលល្អបំផុតដែលជំរុញអ្នកឲ្យមានគំនិតផ្លាស់ប្ដូរទៅជាវិជ្ជមានបានយ៉ាងឆាប់រហ័សអ្នកដែលបានអានសៀវភៅកាន់តែច្រើនកាន់តែតាំងចិត្តបានខ្ពស់ក្នុងការតាំងចិត្តផ្លាស់ប្ដូរទម្លាប់អានសៀវភៅឲ្យបានច្រើននោះអ្នកនឹងជោគជ័យជាពុំខាននេះគឺជាអំណោយមួយដ៏អស្ចារ្យដែលអ្នកផ្ដល់ឲ្យខ្លួនឯងពិសេសលើអ្វីៗទាំងអស់សរុបមកការផ្លាស់ប្ដូរខ្លួនឯងវាពិបាកប៉ុន្តែផ្លែផ្កាផ្អែមល្ហែមណាស់ម្យ៉ាងទៀតការផ្លាស់ប្ដូរនេះគឺជាអំណោយដ៏អស្ចារ្យបំផុតដែលអ្នកគួរផ្ដល់ឲ្យខ្លួនឯងហើយកុំចេះដឹងរឿងអ្នកដទៃជាងរឿងខ្លួនឯងពេកភាពជោគជ័យយូរអង្វែងនៃការផ្លាស់ប្ដូរដោយខ្លួនឯងគឺជាលទ្ធផលនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នកនិងការអត់ធ្មត់របស់អ្នក